Đang ngày na chia phối hụt mai là bà sang o hai bà o hai nó chà ngày nắng chà thèm ngày ấy là tập hiệpในการchia báอย่างไม่ได้บ่ขอไงนี่chiaบาแบบไม่ได้ ngắm một miền lôi vô tập pé đặt này nắng là hụt mai cái mà mơ chẳng thấy chà chứ hụt mai chun quạt mán chun thèm pon pi pon ấy giặt riêng chun như thế chà lúc đánh bốc chui câu nhom câu nên tôi nè chui chương lục nên tôi phong với nhưng mà miền tháp cá chia chương tê ឆាកជីវិតស្នេហាបែកបាក់អត់មានពីណាគេចង់ជួបទេបងស្រីគាត់គឺជាស្ត្រីមេម៉ាយដែលមានកូនដល់ទៅ4នាក់នៅក្នុងបន្ទប់ហើយជីវភាពប្រចាំថ្ងៃរបស់គាត់គឺគេហៅថាมันមានអ្វីដែលជាការប្រសើរល្អទេក្នុងការរស់នៅសប្តាហ៍ថ្ងៃបងស្រីរាល់ថ្ងៃបងប្រកបរបរអ្វីទៅលក់លៀខៅអូខេហើយចុះផុតពីខែលៀតើបងធ្វើអ្វីដើម្បីចិញ្ចឹមជីវិតចាយមួយថ្ងៃបងរើសអេតចាយបានប្រហែលដែរជាទូទៅពេលដែលបងដើររើសអេតចាយ7-8000ទៅយប់ចាដើរបងដើររើសយប់ជិតថ្ងៃបងថ្ងៃនៅផ្ទះព្រួយខ្ញុំដើររើសយប់ចឹងទៅយើងដើរកាន់ស្បោងរើសណាចាអត់យប់ទេចាបងស្រីយប់ឡើងក៏ដើររើសអេតចាយដោយសារតែបងស្រីមានកូនក្នុងបន្ទុក2នាក់ដែលជាកូនស្រីដល់ពេលអញ្ចឹងទៅយប់ឡើងទៅក៏កូនស្រីដេកលក់ទៅក៏ឆ្លៀតទៅរើសដោយសារតែគាត់ជាស្ត្រីមេម៉ាយអាហ្នឹងសម្រាប់ពេលដែលគេហៅថាខែដែលអត់មានលៀសសម្រាប់លក់អញ្ចឹងណាហើយគាត់បើយើងគិតជាស្រួលស្ដាប់គាត់មានកូននៅក្នុងបន្ទុកដល់ទៅ4នាក់គ្រាន់ថាកូន2នាក់នោះគឺបានបួសនៅខែតែឥឡូវដែលជាបញ្ហាកូនរបស់បងមានបញ្ហាអីដែរបងឡើងដាំស្វាយឃ្លានស្វាយហើយគេឡើងទៅធ្លាក់មកចឹងទៅនេះឲ្យលោកមួយទៀតធ្លាក់ពីលើមកទៀតបាក់ស្អឹងអស់នេះចាណេនបោះបានប្រហែលភាសាទេណេន5ភាសាណាចាអូខេសុំកាមេរ៉ាចូលមកចាប់កន្លែងណេនមានបញ្ហាជើងនេះគឺជើងដែលណេនមានបញ្ហាចឹងណាសុំអាយុថ្ងៃហើយនៃការដែលមានបញ្ហាជើងទៅ5ថ្ងៃហើយហ្នឹងចា5ថ្ងៃហើយលទ្ធភាពនៃការព្យាបាលយ៉ាងម៉េចដែរបងរាល់ថ្ងៃនេះព្យាបាលបែបម៉េចខ្ញុំអត់មានលុយយកទៅពេទ្យដាក់នៅហ្នឹងឲ្យគ្រូខ្មែរគេមកមើលចឹងទៅចាជើងគ្រូខ្មែរជូនគាត់បានជូន5000 2000នេះដាក់រឿងជូនហ្នឹងចាបងស្រីគាត់គេហៅថាអត់មានថវិកាទៅពេទ្យទេហៅគ្រូខ្មែរមកមើលក៏ពាក្យខ្មែរគេថាជូនតាមសទ្ធាណាពេលខ្លះក៏ជូន2000ពេលខ្លះក៏ជូន5000គ្រូខ្មែរអញ្ចឹងរាល់ថ្ងៃនេះតកតងអំពីគេហៅថាពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋហើយឥឡូវណេនគឺមានបញ្ហាជើងហើយណេនប្រហែលភាសាទេណេនអាយុ13ភាសាហើយ13ភាសាបួសបាន5ភាសាបងមានអ្វីជាការស្នើសុំទៅដល់សម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាលោកជំទាវទី1ពេជ្រច័ន្ទមនីខ្ញុំស្នើសុំដល់គាត់ថាជួយកូនខ្ញុំនេះដល់ថ្ងៃណាជាព្រោះគ្រូខ្មែរថាបាក់ស្អឹងអស់ហើយបាក់អស់ហើយណ៎ចាអូបាក់ឆ្អឹងអស់ទៅហើយរួចទេមកជើចាហើយអត់មានលុយឲ្យទិញថ្នាំទិញអីចឹងចាហើយរាល់យប់ណេនឈឺទេឬក៏យ៉ាងម៉េចឈឺខ្លាំងឈឺខ្ញុំអត់បានដេក 3-4 ថ្ងៃហ្នឹងហើយចាបានដេក 3-4 ថ្ងៃចាអញ្ចឹងខ្ញុំសង្ឃឹមថាសប្បុរសជនដែលបានមើលឃើញអំពីស្ត្រីមេម៉ាយមានកូននៅក្នុងបន្ទុកដល់ទៅ4នាក់2នាក់ជាស្រី2នាក់ទៀតគឺជាបុព្វជិតឬក៏ប្រសង់ណែនតូចឬក៏ភាសាគេហៅថាសាមណេរមិនសាមណេរឬក៏ណែនតូចអីជាដើមអញ្ចឹងណាបួសហើយក៏បានគេហៅថាលោកឃ្លានស្វាយក៏ឡើងបេះស្វាយហើយក៏ធ្លាក់ពីលើដើមស្វាយពេលដែលធ្លាក់ពីលើដើមស្វាយទៅក៏មានណែនផ្សេងទៀតធ្លាក់មកចំមកកន្លែងហ្នឹងរត់ទៅធ្វើឲ្យបាក់ខ្លាំងអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងបានទៅដល់ក្រុមការងារធីតាហើយបងស្រីរាល់ថ្ងៃនេះរស់នៅទីណាដែរបាទខ្ញុំនៅហ្នឹងភូមិអីសង្កាត់អីដែរបាទសង្កាត់គោកឃ្លៀងភូមិរងចាក់ខណ្ឌសានសុកអូខេនេះភ្នំពេញបើយើងនិយាយមកបែបឲ្យស្រួលគឺស្ថិតនៅមុខសាលាភ្នំពេញថ្មីឬក៏ផ្លូវហាណូយនៅផ្លូវហាណូយយើងនិយាយឲ្យស្រួលស្ដាប់ណាព្រោះអីវាផ្លូវបត់ចូលកលុកកលាក់បងតាក់តងបងតើអាចតាក់តងបងតាមរយៈលេខអីដែរលេខទូ
ទូរស័ព្ទខ្ញុំ បាទ 071 បាទបាទ 66 47 308 បាទបាទបងស្រីមានឈ្មោះអីសូមបញ្ជាក់ម្ដងទៀតឈ្មោះពេញឈ្មោះដែរ ឈ្មោះស្រីពៅ ឈ្មោះពេញឈ្មោះដែរ ហ៊ីមស្រីពៅ បាទហ៊ីមស្រីពៅហ៊ីមស្រីពៅ ចា អូខេអញ្ចឹងខ្ញុំសង្ឃឹមថាក្រុមការងារពេទ្យធីតានឹងមើលឃើញអំពីទុក្ខលំបាករបស់ណែនក៏ដូចជាបងស្រីដែលជាស្ត្រីមេម៉ាយមានកូនដល់ទៅ4ហើយគឺថាបន្ទុកគឺធ្ងន់មែនតើហើយបងក៏អត់មានចំណេះដឹងដើម្បីគេហៅថាប្រកបអាជីពដើម្បីចិញ្ចឹមកូនដែរគឺរស់ដើម្បីគេហៅថាដើររើសអេតចាយពេលយប់ពេលថ្ងៃក៏មើលកូនព្រោះសិតតែជាកូនស្រីហើយក្មេងៗទូចទៀតហើយដល់ពេលខែលះក៏លក់លះទៅអញ្ចឹងណាអញ្ចឹងសង្ឃឹមថាក្រុមគ្រូពេទ្យធីតាហើយខ្ញុំក៏សូមស្នើសុំទៅដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏ដូចជាលោកជំទាវទី1ពេជ្រច័ន្ទមនីសង្ឃឹមថាតាមរយៈក្រុមគ្រូពេទ្យធីតាអាចនឹងព្យាបាលណែនតូចនេះឬក៏សង្ឃឹមថាដោយសារតែគាត់អត់មានថវិកាសម្រាប់ព្យាបាលជើងទេសង្ឃឹមថាក្រុមគ្រូពេទ្យធីតាអាចនឹងគេហៅថាព្យាបាលណែនឲ្យបានជាតាក់ទងអំពីជើងណាបាទចូលបងមានពាក្យពេចន៍អ្វីជាចុងក្រោយសម្រាប់ទៅដល់ថ្នាក់ដឹកនាំក៏ដូចជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏ដូចជាលោកជំទាវទី1ពេជ្រច័ន្ទមនីបាទ ខ្ញុំស្នើសុំលោកជំទាវឲ្យគាត់ជួយកូនចាខ្ញុំបាក់តាកាយទី1អត់មានកតមានអីអញ្ចឹងណាចាអត់មានអីឲ្យកូន អូខេអញ្ចឹងសង្ឃឹមថាសប្បុរសជនក៏ដូចជាក្រុមគ្រូពេទ្យធីតាមើលឃើញអំពីទុក្ខលំបាកនេះអាចនឹងផ្ដល់ឱកាសក៏ដូចជាការព្យាបាលទៅដល់ណែនទូចផងបាទខ្ញុំបាទវ៉ាន់រាវិនសូមអរគុណសូមជម្រាបលាបាទ